សូមជូនរឿងព្រាយស្រីក្រោមដើមជ្រៃនៅចុងភូមិដាច់ស្រយាលមួយក្នុងខេត្តបាត់ដំបងមានដើមជ្រៃยักษ์មួយឈរយ៉ាងស្ងប់ស្ងាត់ក្បែរផ្លូវក្រហមដើមជ្រៃនោះមានអាយុកាលរាប់រយឆ្នាំហើយអ្នកភូមិជឿថាវាមានវិញ្ញាណសណ្ឋិតនៅរាល់ពេលល្ងាចម្ដាយតែងប្រាប់កូនថាកុំដើរកាត់ដើមជ្រៃនោះក្រោយម៉ោង 10 យប់ប៉ុន្តែគ្មាននរណាប្រាប់ច្បាស់ថាហេតុអ្វីអ្នកខ្លះនិយាយថាធ្លាប់ឃើញស្រីម្នាក់ស្លៀកពាក់សឈរនៅក្រោមដើមជ្រៃអ្នកខ្លះទៀតនិយាយថាបានឮសំឡេងយំពេលយប់ជ្រីរៅអ្នកខ្លះទៀតអះអាងថាមនុស្សដែលទៅជិតទីនោះមិនដែលត្រឡប់មកវិញទេតារាជាយុវជនម្នាក់ដែលទើបត្រឡប់ពីភ្នំពេញមកស្រុកកំណើតគាត់ជាមនុស្សមិនជឿរឿងខ្មោចឡើយនៅពេលអ្នកភូមិនិយាយអំពីព្រាយស្រីក្រោមដើមជ្រៃគាត់គ្រាន់តែសើចសម័យនេះហើយនៅមានអ្នកជឿរឿងទាំងនេះទៀតយាយសុភីដែលជាអ្នកចាស់ជាងគេក្នុងភូមិបាំងសម្លឹងមើលគាត់យ៉ាងស្ងៀមស្ងាត់យប់មួយតារាជិះម៉ូតូត្រឡប់ពីផ្ទះមិត្តភក្តិពេលនាឡិកាបង្ហាញម៉ោង 11:45 នាទីយប់គាត់បានទៅដល់ដើមជ្រៃចាស់ស្រាប់តែម៉ូតូរលត់ខ្យល់ត្រជាក់បក់មកយ៉ាងខ្លាំងបន្ទាប់មកគាត់ឮសំឡេងស្រីយំសំឡេងនោះចេញពីក្រោមដើមជ្រៃគាត់បញ្ចាំងភ្លើងទូរស័ព្ទមើលនៅទីនោះមានស្រីម្នាក់អង្គុយយំសក់វែងខ្មៅគ្របមុខស្លៀកសម្លៀកបំពាក់ពណ៌សចាស់ក្មួយកុំមើលស្រាលអ្វីដែលមិនអាចមើលឃើញឡើយតារាចូលទៅជិតស្រីនោះមិនឆ្លើយប៉ុន្តែនាងលើកដៃចង្អុលទៅព្រៃខាងក្រោយតារាស្តាក់ស្ទើរពេលគាត់ងាកមើលព្រៃហើយងាកមកវិញស្រីនោះបាត់ខ្លួននៅសល់តែស្នាមជើងសាមនៅលើដីថ្ងៃបន្ទាប់តារាស៊ើបអង្កេតគាត់បានដឹងថាកាលពី30ឆ្នាំមុនមាននារីម្នាក់ឈ្មោះស្រីនាងស្រឡាញ់បរិមម្នាក់ឈ្មោះវាសនាប៉ុន្តែគ្រួសាររបស់ពួកគេមិនព្រមឲ្យរៀបការទេថ្ងៃមួយវាសនាបានបាត់ខ្លួនស្រីនាងខូចចិត្តយ៉ាងខ្លាំងបន្ថែមបណ្ដាញថ្ងៃក្រោយមកគេប្រទះឃើញសាកសពនាងព្យួរកនៅលើដៅជ្រៃចាប់ពីថ្ងៃនោះមករឿងចម្លែកចាប់ផ្ដើមកើតឡើងរៀងរាល់យប់តារាសុបិនឃើញស្រីនាងឈរនៅក្រោមដើមជ្រៃយំដោយគ្មានឈប់ហើយនិយាយតែមួយឃ្លាជួយខ្ញុំផងមុខរបស់នាងចាប់ដើមប្រែប្រួលភ្នែកคล้ายជាខ្មៅមាត់ហូរឈាមស្នាមញញឹមកាន់តែគួរឲ្យខ្លាចតារាបានរកឃើញការពិតវាសនាមិនបានបាត់ខ្លួនទេគាត់ត្រូវបានគេសម្លាប់ដោយញាក់មានអំណាចក្នុងភូមិសាកសពរបស់គាត់ត្រូវបានកប់នៅក្នុងព្រៃក្បែរដើមជ្រៃស្រីនាងបានដឹងការពិតហើយដោយសារតែការឈឺចាប់នាងបានសម្លាប់ខ្លួនវិញ្ញាណរបស់នាងនៅតែជាប់នៅទីនោះដើម្បីរង់ចាំយុត្តិធម៌អ្នកភូមិនាំគ្នាធ្វើពិធីបង្សុកុលព្រះសង្ឃសូត្រមន្តធូបរាប់រយដើមត្រូវបានដុតខ្យល់ចាប់ផ្ដើមបក់ខ្លាំងសំឡេងយំលាន់ចេញពីដើមជ្រៃស្រមោលស្រីម្នាក់លេចឡើងស្រីនាងសម្លឹងមើលអ្នកទាំងអស់បន្ទាប់មកនាងញញឹមទាំងទឹកភ្នែកហើយបាត់ខ្លួនទៅក្នុងពន្លឺពណ៌ស